ពិតជាជក់ចិត្តកាប់ចាន់បិទចិត្តកាប់ចាន់ណែបាទពិតជាឆ្ងាញ់គេថាបាទជក់ចិត្តអូភុងផាំងអូលោកស្រីបាទគូនេះបាទដូចម្សិលមិញដែរបាទបរិឆ័យថៃប៊ុនហាននេះបាទមិនបានទស្សនាពិតជាស្ដាយក្រោយឥឡូវគូឯកបាទទាំងពីរនេះបាទកីឡាករបង្គោលក្រហមគង់សម្បូរជ័យស៊ីនិតរងលើទាត់ក្រោមលោះបាទជើងសងជើងនេះពិតជាសាសមជាគូឯកបាទវ័យក្មេងទាំងពីរបាទកំពុងពេញកម្លាំងបាទធ្វើត្បិតតែជ័យស៊ីនិតបាទគេបងបាទគង់សម្បូរមែនប៉ុន្តែវ័យគេក៏កំពុងតែពេញកម្លាំងដូចគ្នាដែរបាទក្រសជួយកាប់ចាន់សងកាប់ចាន់បើសិនតែក្បាច់ប្រាក់លៀនបាទពីអាន់តាស៊ីលបានសម្រេចភ្លាមបាទឧបត្ថម្ភមួយលៀនរៀបភ្លាមបាទកាប់ចាន់ឆ្វេងអូយស្វាគមន៍ទៀតអូស្មានតែឈឺទៅបាទថយក្រោយកាប់ពិតស្វាគមន៍ទៅទួលកាន់ទៅដល់ជុំបាទដរិចស្ដាំកាប់ចាន់ឆ្វេងទាត់ក្រោមកាប់ចាន់ទីរយកាប់អូយភឹងបាទស្ដាប់តលលីសូតាក្រាំងដោយរលកបោកនឹងច្រាំងប៉ះជាមួយនឹងថ្មដាជាបាទអើយបាទសូមបន្ថែមចិត្តគូកីឡាករយើងឲ្យខ្លាំងបាទពិតជាជួយចិត្តមែនបាទពិតជាជួយចិត្តអ្វីទៅបាត់ថាមិនទាន់ឃើញខណៈមានព្រៀបជាខណៈក៏เป็นមែនប៉ុន្តែក្បាច់របស់គេបាទបញ្ចេញមួយគួរឲ្យជួយចិត្តដូចគ្នាកាប់ចាន់ជួយសងដល់ឆ្វេងស្ដាំមិនទាន់បានដល់គោលដៅដែរទេបាទមិនថាជ័យសេនីឬគង់សម្បូរបច្ចេកទេសនៃការបិទការបាំងបច្ចេកទេសនៃការការពាររបស់គេល្អដូចគ្នាបាទរួចដៃកាប់ចាន់ឆ្វេងទៀតជាមួយសម្បូរមានឱកាសទេទាត់កាត់កន្លាច់វិញម្ដងកាប់ចាន់ស្ដាំក៏បានឆ្វេងក៏បានមិនថាសម្បូរមិនថាជ័យសេនីទេបាទនេះគឺជាការប្រកួតនៅក្នុងទឹកទី3អូយបាទកំពុងតែជួយចិត្តកំពុងតែអូយតាមទស្សនាលើពីវេលាសល់តែប្រមាណទៀតទេបាទលឿនមែនទេស្ដាំដៃកាប់ចាន់ឆ្វេងមួយសិនហើយចាំមើលសម្បូរបោះជង្គង់ស្ដាំអើយបិទចិត្តបាទវាយចេញទៅវាយចេញមកប៉ុន្តែអត់មានចន្លោះដូចគ្នាបោះជង្គង់ស្ដាំក៏បានកាប់ចាន់ឆ្វេងទៀតឲ្យលោកអ្នកកាប់ចាន់ឆ្វេងសងបាទនិយាយទៅបើមកហូបវិញគេហៅថាឆ្ងាញ់គ្រប់ចានបច្ចេកទេសនៃការវាយរបស់កីឡាករទាំងពីរខ្ញុំបាទជឿជាក់ថាក្បាច់ណាស្នៀតណាឆ្វេងស្ដាំមិនធ្វើឲ្យលោកអ្នកទាត់ចិត្តទេបាទអ្វីគាត់ថាមិនទាន់បានសម្រេចគោលដៅក៏ប៉ុន្តែអាយ៉ាលោកអ្នកនៅឯគេឋានចាំមិនដែរបាទអូស្ដាយណាស់បាននៅសល់2ទឹកទៀតលោកអ្នកបាទកុំទាន់បែកាប់ឆាត់បិទចិត្តទៀតអូបាទបើមិនផ្លាត់គឺថាមិនងាយកាប់ចាន់ទៀតអូយសុទ្ធតែក្បាច់កាប់ចាន់ឆ្វេងវិញចាប់ជើងជាប់ទៀតហើយបាទស៊ីនេតមិនអោយសម្បូរចាប់ជើងទេកាលណាតែបន្តអូយកាប់លោមែនទេបាទបើទោះបីជាមិនទាន់បានសម្រេចក៏ប៉ុន្តែទទួលបានការគាំទ្រពីប្រិយមិត្តយ៉ាងក៏ក្រៅទូទាំងផ្ទៃសាយវៀន TV Arena តែម្ដងបច្ចេកទេសកាប់ចាន់របស់កីឡាករវ័យក្មេងគង់សម្បូរហើយចាំមើលជ័យស៊ីនេតបាទកូនសិស្សរបស់លោកគ្រូសុកវិជ័យបាទស្ទើរតែខ្លាំងបាទលោកគ្រូបង្វឹកក៏មានគេឈ្មោះល្បីកូនសិស្សក៏អស្ចារ្យបាទនិយាយតាមការពិតតាមត្រង់ទៅអ្នកណាចាញ់អ្នកណាឈ្នះកីឡាករទាំងពីរគឺទទួលបានកិត្តិយសបាទទទួលបានការគាំទ្រពីប្រិយមិត្តមិនចាញ់គ្នាទេបាទដោយសារតែបច្ចេកទេសទឹកចិត្តដល់បានមកដៃស្ដាំក៏ប៉ុន្តែសម្បូរក៏គេចផុតដែរអូមកដៃនេះខ្ញុំបាទស្ញើព្រឺបាទគេថាជង្គង់បោះបដូរជាមួយនឹងកណ្ដាប់ដៃអត់ទៅលើអូយបាទកុំភ្លេចមួយមានរៀលអូក៏ក្រោកល្អមែនទេបាទបាទលោកស្រីចាំទស្សនារូបភាពជឿទាំងអស់គ្នាបាទអូចាសូមអបអរសាទរកីឡាករគង់សម្បូរអូយមួយជើងកាប់ចានណាលោកអេណោះអានេះហើយក្បាច់ពិសេសអាងតាស៊ីលបាទហើយទៅតែរបើកដៃនឹងទៀតបើកខួរជើងបាទអាងតាស៊ីលនឹងផ្ដល់ទឹកប្រាក់ចំនួន1 លានរៀលបាទបើកទាំងដៃនឹងទៀតបាទសូមជម្រាបអូយបាទស្រុតតែម្ដងបាទទម្ងន់ជើងរបស់កីឡាករគង់សម្បូរបាទហើយស៊ីនេតបាទគឺជ័យស៊ីនេតមួមណារឹងកាអាញប៉ុន្តែសម្បូរនេះបាទជើងរបស់គាត់នេះវា
គាត់នឹងលឺអាឃុំនឹងទៀតណា បាទទម្ងន់ជើង លោកអេបាទទៅចប់ក្បាលបាទយ៉ាងម៉េចទៅបាទ បាទសូមកាត់មកលើសេវីនវិញឃើញថានៅពេលនេះលោកគ្រូបាទក្រុមសង្គ្រោះបន្ទាន់ធ្វើឲ្យគាត់ថាកំពុងតែជួយធ្វើការបាទសម្រួលស្មារតីរបស់ជីស៊ីណេត នេះហើយគេហៅថាក្បាច់គុណបាទសិល្បៈក្បាច់គុណបុរាណខ្មែរយើងគឺមានពិតបាទយើងមិនគួរតែជឿណា បាទ ឃើញតែភាពយន្តទេប៉ុន្តែបាទពិសេសមែនតើបាទ បាទអរគុណ កងសម្បូរឆ្នេះកីឡាករមកកងខ្លួនបានលោកគូប្រកួតឲ្យស្លាប់ក្នុងទឹកទី4 បាទអរគុណច្រើនសូមអបអរសាទរដល់គង់សម្បូរបច្ចេកទេសបាទពិសេសកម្មចាន1លានរៀលពីអានតូស៊ី